Vâng, ngày nay khi nhóm bằng hành vì rục chiết của mùiប្រភេទ ដែលមានស្ថានរាងអញ្ចឹងបងប្អូនចំណាំណាបងប្អូនណានេះស្លឹកវាពីខាងលើនេះដល់ពេលខាងខ្នងនេះស្លឹកវាពណ៌ចេះហើយលងភ្លឺពណ៌យ៉ាងឈាមជូកលាយពណ៌បៃតងបងប្អូនហ្នឹងហើយចំណាំមើលរូបរាងវាស្ថានរាងកែមស្លឹកវាមានបលាតិចអញ្ចឹងបងប្អូនណាហ្នឹងហើយបលាភ្នំតាមធៀងតិចតាហើយបងប្អូនចំណាំពណ៌រាងដូចបេះដូងអញ្ចឹងណាហើយដើមមកវាណាសចេះវាពណ៌យ៉ាងសអញ្ចឹងណាបងប្អូនចំណាំកុំច្រឡំមកសោះណាហើយយើងកាន់មករៀងស្រួយអាហ្នឹងជារុក្ខជាតិប្រភេទពណ៌មួយប្រភេទដែលអាចគូផ្សំជាមួយថ្នាំពីរមុខទៀតដែលព្យាបាលជំងឺទឹកនោមផ្អែមបងប្អូនខ្ញុំនឹងថតបង្ហាញថ្នាំពីរមុខទៀតជូនបងប្អូនដើម្បីឲ្យបងប្អូនយកទៅធ្វើថ្នាំទទួលទានព្យាបាលជំងឺទឹកនោមផ្អែមនេះចុងវាណាចុងវាគឺពណ៌រៀងលឿងលាយក្រហមភឿងពណ៌ឈាមជូកភឿងអញ្ចឹងបងប្អូនណាហ្នឹងហើយកុំច្រឡំយកវ៉ផ្សេងតបងប្អូនមានបញ្ហាប៉ះពាល់សុខភាពហ្នឹងហើយអរគុណបាទបងប្អូននេះមកមើលថ្នាំមួយមុខទៀតដែលជាថ្នាំព្យាបាលជំងឺទឹកនោមផ្អែមអញ្ចឹងខ្ញុំមកថតរូបរាងដើមថ្នាំមួយប្រភេទនេះដើម្បីឲ្យបងប្អូនបានស្វែងរកស្រួលងាយស្រួលដឹងដើមវាមានបលាតាមដើមទូចខ្លីបាទរីឯស្លឹករបស់វាណាយើងស្រួលចំណាំទេស្លឹករបស់វានេះស្លឹកអញ្ចឹងខាងលើមានទ្រង់ឆែកកលាក់បន្តិចជាមួយស្លឹកហ្នឹងឆែកដូចជា3កលាក់បងប្អូន3កលាក់នេះស្លឹកវាហើយមានរោមតិចមិនជារោមច្រើនទេបងប្អូនរោមតិចទេហើយរីឯខ្នងស្លឹករបស់វាគឺអញ្ចឹងពណ៌អញ្ចឹងណាបងប្អូនស្រួលចំណាំស្រួលមើលទេស្លឹករបស់វាគឺបងប្អូនត្រូវចំណាំមើលឲ្យបានច្បាស់កុំឲ្យច្រឡំបងប្អូនធ្វើម៉េចកុំឲ្យច្រឡំអត់សោះសំបីតាតំណងរបស់វានេះក៏មានបលាតិចដែរនៅខាងខ្នងនៃតំណងស្លឹករបស់វាណាបងប្អូនគឺមានបលានេះបលាល្អិតគឺតាមតំណងរបស់វាហ្នឹងគឺមានបងប្អូនហើយរីឯកែមស្លឹកក៏មានកលាក់ដូចថ្មិញណាដែរបងប្អូនចំណាំមើលគឺរីឯដើមរបស់វាតែម្ដងគឺមានបលានេះបងប្អូនណាចេះហ្នឹងហើយវាដុះជាគុំអញ្ចឹងដុះជាគុំអញ្ចឹងបងប្អូនស្រួលចំណាំទេតែកុំច្រឡំមានដើមមួយប្រភេទទៀតស្តៀងនឹងដើមនឹងដូចគ្នាមួយប្រភេទហ្នឹងគឺបើនិយាយទៅថាវាមានរោមច្រើនហើយទម្រង់ដើមគឺធំជាងហើយរោមច្រើនជាងបងប្អូនមិនស្រួលច្រឡំបងប្អូនណាច្រឡំរុក្ខជាតិមានច្រឡំដូចគ្នាជាច្រើនអញ្ចឹងហើយក៏វាអាចមានបញ្ហាប៉ះពាល់ដល់សុខភាពព្រោះរុក្ខជាតិដើមមួយប្រភេទនេះនៅពេលដែលយើងយកទៅដាំទឹកផឹកវាមានរសជាតិរៀងប្រៃឡមបងប្អូនប្រៃឡមហ្នឹងហើយគឺអានេះមុខថ្នាំទី2នៅមុខថ្នាំទី3មួយមុខទៀតខ្ញុំនឹងទៅថតដើម្បីយកមកដាក់បូកបញ្ចូលគ្នាដើម្បីចែកជូនបងប្អូនយកទៅកាប់ចិញ្ច្រាំហាលដើម្បីទទួលទានជាថ្នាំដែលព្យាបាលជំងឺទឹកនោមផ្អែមបញ្ចុះជាតិស្ករនិង A1C បានយ៉ាងល្អប្រសើរបងប្អូននៅពេលដែលខ្ញុំធ្វើការណែនាំបងប្អូនធ្វើតាមខ្ញុំទៅយកទៅវិសាបងប្អូននឹងបានជាសះស្បើយហើយពីជំងឺទឹកនោមផ្អែមណាបងប្អូនហ្នឹងហើយអរគុណជម្រាបលា
បាទនេះជាឆ្នាំមួយមុខទៀតដែលជាឆ្នាំចុងក្រោយអញ្ចឹងឆ្នាំនេះគឺបងប្អូនងាយស្រួលមើលទេវាមានផ្លែវាពណ៌អញ្ចឹងបងប្អូនណានេះផ្លែវាមូលហើយរាងរោមពណ៌លឿងរោមរីឯស្លឹករបស់វាវិញគឺស្លឹករបស់វាពណ៌ទុយទេប៉ុនម្រាមដៃទេរៀងក្រៀតគ្រើមបងប្អូនហើយនៅបាតខ្នងហ្នឹងពណ៌នេះពណ៌ចេះបងប្អូនមើលច្បាស់ចេះងាយស្រួលចំណាំស្លឹកទូចស្លឹកទូចទេហើយហ្នឹងនៅដូចជាខេត្តមណ្ឌលគិរីសម្បូរណាបងប្អូនហ្នឹងឆ្នាំនឹងដើមឆ្នាំហ្នឹងសម្បូរណាបងប្អូនងាយស្រួលចំណាំទេរឹសវាគេយករឹសអាដើមហ្នឹងគឺរឹសវាល្វីងបងប្អូនអញ្ចឹងនេះជាមុខឆ្នាំចុងក្រោយដែរខ្ញុំបានថតបង្ហាញជូនបងប្អូនងាយស្រួលរកទេឆ្នាំ3មុខនេះគឺមានមួយមុខពិបាករកឲ្យបងប្អូនអាចនឹងច្រឡំមួយមុខនោះប៉ុន្តែมันជាថ្មីទេបងប្អូនអាចព្យាយាមឲ្យបើសិនជាមានការសង្ស័យអីថតមកបង្ហាញដល់ខ្ញុំទៅខ្ញុំនឹងធ្វើការជំរាបជូនទៅវិញហ្នឹងហើយអរគុណបងប្អូនចាំជួបគ្នានៅពេលដែលខ្ញុំត្រូវយកថ្នាំ3មុខនេះដើម្បីយកមកផ្គូបបញ្ចូលគ្នាហើយណែនាំពីការប្រើបងប្អូនជំរាបលាបងប្អូនអរគុណច្រើនបាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពទាំងក្នុងប្រទេសក្តីទាំងក្រៅប្រទេសក្តីថ្ងៃនេះខ្ញុំមានសុទ្ធមួយប្រភេទដែលអាចចែករំលែកជូនប្រជាជននិងបងប្អូនជនរួមជាតិយើងដើម្បីយកទៅព្យាបាលជំងឺឲ្យបានជាសះស្បើយឡើងវិញណាបាទឆ្នាំនេះវាពាក់ព័ន្ធនឹងរោគមួយប្រភេទអ្នកកើតជំងឺទឹកនោមផ្អែមបងប្អូនដើមនេះមាន3ប្រភេទអានេះគេហៅថាតាំងយ៉ាងជនជាតិគេហៅតាំងយ៉ាងណាបាទហ្នឹងហើយនេះខបផ្លែវាបងប្អូនខ្ញុំបានថតជាវីដេអូនៅក្នុងវីដេអូនោះបងប្អូនស្រួលមើលទេអានេះគេហៅតាំងយ៉ាងហើយអាដើមមកប្រភេទហ្នឹងគឺគេយកឫសអត់យកដើមទេអត់យកស្លឹកទេគឺយកឫសអាហ្នឹងណាបងប្អូនអាហ្នឹងទី1ហើយទី2គឺអានេះគេហៅឡងអងនេះគឺជាត់បងប្អូនជាត់អាហ្នឹងប្រភេទវល្លិដែរហើយវល្លិដូចដើមអញ្ចឹងចត់មានបលាបងប្អូនមើលនៅក្នុងវីដេអូរបស់ខ្ញុំទៅឃើញហើយអាហ្នឹងគេយកនឹងឬគេយកនឹងដើមគេយកនឹងស្លឹកបានដូចគ្នាហើយបើអានេះវិញគេហៅថាវ៉ាន់ជ័រអាហ្នឹងគឺរសជាតិរបស់វាជូរឡមភ្លេមអាហ្នឹងបាទបងប្អូនអាហ្នឹងយកនឹងឫសនឹងស្លឹកនឹងដើមដូចគ្នាបានដូចគ្នាបងប្អូនអញ្ចឹង3មុខនេះបងប្អូនយកទៅចិញ្ច្រាំហាលវាទៅច្រាំហាលហើយហាលវាឲ្យស្ងួតទៅនេះថ្នាំមួយប្រភេទដែលតាំងយ៉ាងនេះគឺយើងយកឫសហ្នឹងចំនួនពាក់កដាលកន្លះខាំក្នុងមួយមុខណាបងប្អូនក្នុងមួយមុខបងប្អូនថ្លឹងទៅឲ្យស្មើគ្នាទៅគឺមួយមុខគឺពាក់កដាលកន្លះខាំបានហើយកុំប្រើច្រើនពេកបងប្អូនអញ្ចឹងថ្នាំហ្នឹងមាន3ប្រភេទបងប្អូនច្រាំហាលឲ្យស្ងួតទៅបងប្អូនចាប់ថ្លឹងទៅពាក់កដាលកន្លះខាំមួយមុខទៅលាយបញ្ចូលគ្នាទៅបងប្អូនយកទៅដាំទឹកផឹកប្រើទឹកចំណុក2លីត្រទៅហើយបងប្អូនពិសារៀងរាល់ថ្ងៃទៅប៉ុន្តែបងប្អូនមុននឹងពិសាបងប្អូនពិនិត្យ A1C ហើយនឹងជាតិស្ករឲ្យបានត្រឹមត្រូវថាតើវាមានកម្រិតខ្ពស់ប៉ុណ្ណា A1C និងជាតិស្ករបងប្អូនពិសារហូតនៅពេលដែលយើងបានធូរស្រាលខ្លាំងមែនតើហើយយើងចាប់ផ្ដើមពិនិត្យ A1C និងជាតិស្ករម្ដង
ថាតើជាតិស្ករវាធ្លាក់មកនៅកម្រិតណា A1C ធ្លាក់មកនៅកម្រិតណាយើងទទួលទានរហូតទៅដល់ A1C ចុះមកនៅកម្រិតដែលកម្រិតមកជាសះស្បើយធម្មតាណាយើងអាចសាកសួរទៅពេទ្យថាតើ A1C កម្រិតធម្មតាមកវិញនឹងវាកម្រិតណាដែលល្អប្រសើរណាហើយនឹងជាតិស្កររបស់យើងអញ្ចឹងយើងពិសារហូតទៅដល់បានមកដល់កម្រិតដើមរបស់យើងវិញទើបយើងឈប់ពិសាប៉ុន្តែពុកម៉ែបងប្អូនពិសាឆ្នាំនេះពុកម៉ែបងប្អូនគឺកុំទទួលទានអាហារដែលមានរសជាតិផ្អែមខ្លាំងហើយគ្រឿងកំប៉ុងអីរសជាតិផ្អែមខ្លាំងបងប្អូនកុំទទួលទានជាតិស្ករជាតិផ្អែមលើសពី15% បងប្អូនអាចកុំទទួលទានតែម្ដងព្រោះការទទួលទានជាតិផ្អែមខ្លាំងវាមិនធ្វើឲ្យបងប្អូនទទួលទានទឹកថ្នាំនេះទៅអាចចុះនៅកម្រិតជាតិស្ករហើយនឹង A1C បានដូចបំណងទេវាចុះយឺតអញ្ចឹងបើយើងអាចតមនៅអាហារជាតិផ្អែមដែលមានជាតិផ្អែមខ្លាំងបានគឺជាតិស្ករនិង A1C យើងចុះលឿនហើយល្អប្រសើរទៀតបងប្អូននឹងជាសះស្បើយបានលឿនហើយបងប្អូនអាចសាកល្បងមើលទៅបើសិនជាបងប្អូនមានការជឿជាក់មកលើឱសថបុរាណខ្មែរបងប្អូនគួរប្រើណាបងប្អូនខ្ញុំព្យាបាលគេគឺថ្នាំ3មុខនេះគឺខ្ញុំព្យាបាលគេជាចំនួនមនុស្ស7នាក់ហើយបងប្អូនថ្នាំមកបកែណាហើយទៅពិនិត្យទៅពុំមានជាតិពុលអីនៅក្នុងថ្លើមទេអ្នកជាទាំងអស់ខ្ញុំឲ្យទៅពិនិត្យជាតិពុលក្នុងថ្លើមគឺអត់មានទេបងប្អូនគឺថ្នាំនេះបកែខ្ញុំចង់ចែកម្លែកព្រោះនៅក្នុងប្រទេសកម្ពុជាយើងសម្បូរទៅអ្នកដោយអ្នកកើតជំងឺទឹកនោមផ្អែមច្រើនបងប្អូនអញ្ចឹងហើយខ្ញុំមិនដឹងជាទុកថ្នាំនឹងធ្វើអីទេដើម្បីចែកម្លែកបងប្អូនយើងយកទៅប្រើប្រាស់បងប្អូនមិនអាចចំណាយលុយទៅលើការព្យាបាលជំងឺទឹកនោមផ្អែមដោយការប្រើប្រាស់ថ្នាំមិនច្បាស់លាស់ទេបងប្អូនណាដែលគាត់គិតថាគាត់អាចសាកល្បងមុនគេប្រើប្រាស់មុនគេបងប្អូនដឹងពីប្រសិទ្ធភាពវាហើយបងប្អូន A1C បងប្អូន8ចុចជាងអីបងប្អូនប្រើតែរយៈពេលកន្លះខែបងប្អូនទៅពិនិត្យបងប្អូនដឹងច្បាស់ថាខ្លួនឯងបានជាសះស្បើយប្រមាណភាគរយគឺបងប្អូនច្បាស់ជាសរសើរថ្នាំហ្នឹងហើយព្រោះថាខ្ញុំអត់អាចទុកវានៅក្នុងបេះដូងអីយូរវែងដោយសារឃើញភាពលំបាករបស់បងប្អូនជាច្រើនដែលគាត់ធូនតែទាំងគាត់កើតជំងឺទឹកនោមផ្អែមគាត់លេបថ្នាំអត់ធូរស្រាលសោះអត់បានធូរអត់បានអីសោះអញ្ចឹងហើយវានៅតែកំណើនជាតិស្ករនិង A1C នៅខ្ពស់ដដែលអញ្ចឹងបងប្អូនសាកល្បងប្រើវាទៅហើយបងប្អូនបើសិនជាតំបន់បងប្អូនអត់មានបងប្អូនពិបាកបងប្អូនពិបាករពិសេសគឺអានេះបងប្អូននេះគេហៅវ៉ាន់ជ័រនេះគឺបងប្អូនពិបាករតំបន់ខ្លះរកអត់ងាយមានទេរកអត់មានតែម្ដងមានតែនៅខាងប៉ែកខំដុលគិរីទេតំបន់ព្រៃចាស់ខ្លាំងបានមានមកមុខហ្នឹងអញ្ចឹងបងប្អូនអាចទំនាក់ទំនងមកតាមឆាតឲ្យខ្ញុំបាទរកជូនក៏បានអត់បញ្ហាទេហើយសម្រាប់ខ្ញុំគឺមានទឹកចិត្តអាចចែកម្លែកហើយនឹងការជួយផ្ដល់ថ្នាំជូនបងប្អូនបានគ្រប់ពេលវេលាបាទហ្នឹងហើយខ្ញុំបាទមានតែប៉ុណ្្នឹងមានការចែកម្លែកប៉ុណ្្នឹងចំពោះបងប្អូនពុកម៉ែជនរួមជាតិរបស់យើងអាចទទួលយកទៅបរិភោគបានច្បាស់ជាសះស្បើយបងប្អូនគួរជឿជាក់ខ្លះបញ្ហាថ្នាំបុរាណយើងមានថ្នាំខ្លះវាអត់ច្បាស់លាស់មានថ្នាំខ្លះប្រកែហើយច្បាស់លាស់ប៉ុន្តែគេមិនចែកម្លែកទេបងប្អូនថ្នាំដែលព្យាបាលជាច្បាស់លាស់គឺមិនងាយគេចែកម្លែកទេព្រោះថាអ្នកខ្លះគេថាគេទុកថ្នាំអស់ហ្នឹងដើម្បីលក់ដូរធ្វើជាឆ្នាំងបាយរបស់គេអញ្ចឹងណាបងប្អូនប៉ុន្តែគំនិតនេះខ្ញុំគិតថាវាមិនល្អទេសម្រាប់ជនរួមជាតិយើងយកទៅជាបាលខ្លួនអ្នកខ្លះអត់មានលុយអញ្ចឹងគាត់មានជំងឺហ្នឹងគឺគាត់មិនមានសិទ្ធិរស់នៅតទៅទៀតណាខ្ញុំគិតថាយើងគួរចែកម្លែក
ជូនទៅបងប្អូនជនរួមជាតិយើងយកទៅពិសាទទួលទានទៅជាទៅក៏បានបុណ្យកុសលមកយើងខ្ញុំដែលជាអ្នកប្រាប់ឆ្នាំនឹងដែរបងប្អូនបាទបងប្អូនអរគុណច្រើនបងប្អូនជំរាបលាបងប្អូនគួរចែកម្លែក share តគ្នាដើម្បីឲ្យបងប្អូនពុកម៉ែយើងយកទៅព្យាបាលខ្លួនទៅច្បាស់ជាបងប្អូនពុកម៉ែបានធូរស្បើយជាមិនខានទេហ្នឹងហើយយើងខ្ញុំមានតែប៉ុណ្្នឹងទេជំរាបលាបងប្អូនអរគុណច្រើន